ចាបន្ទាប់ពីយើងបានត្រួតពិនិត្យគុណភាពនៃឧបករណ៍វាស់ឃើញថា reliability វាមានហើយប៉ុន្តែខ្ញុំសូមបញ្ជាក់ថា reliability កន្លែងនេះគឺខ្ញុំប្រើសម្រាប់ទម្រង់ survey ទេមិនមែនទម្រង់ក្នុងការស្រាវជ្រាវបែប correlational design ទេបើ correlational design យើងត្រូវធ្វើការត្រួតពិនិត្យឧបករណ៍វាស់ហ្នឹងតាមវិធីច្រើនបែបទៀតមិនមែនតែមួយហ្នឹងទេយើងត្រូវធ្វើ EFA ផង CFA ផងដើម្បី check វាប៉ុន្តែដោយសារយើងធ្វើត្រឹមតែ survey យើង check តាមត្រឹមតែ reliability គេហៅថាអាចទទួលយកបានហើយបន្ទាប់ពីយើង check reliability ហើយយើងដល់វគ្គវិភាគទិន្នន័យរបស់យើងហើយអញ្ចឹងនៅក្នុង survey វាអត់មានអីស្មុគស្មាញច្រើនទេយើងគ្រាន់តែចូល analyze មកហើយយើងជ្រើសរើសយក descriptive យើងអាចយក descriptive នេះមកហ្មងទៅតើយើងចង់បានអីគេយើងចង់បានតម្លៃអីគេធម្មតាជាទូទៅនៅពេលយើងនិយាយអំពីសូចនាករមួយយើងចង់ដឹងថាសូចនាកររបស់យើងនឹងជាមធ្យមយើងទទួលបាន rating scale ប្រហែលជាមធ្យមហើយ SD វាប្រហែលអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដឹងសូចនាករ SCI ក្រុមហ្នឹងទទួលបានតម្លៃមធ្យមវាប្រហែលជាមធ្យមចាអញ្ចឹងយើង option ណានេះតម្លៃ min standard deviation ធម្មតាបើយើង report min ត្រូវតែដៃគូរបស់ min គឺ standard deviation ហើយឬយើងអាច check courtesy score នេះបានករណីយើងចង់ដឹងថាទិន្នន័យយើងមានរបាយ normal របាយតាមខ្សែកង់ normal ជាហូបកណ្ដឹងអត់ជាទូទៅបើសិនជាវាក្នុងរបាយទិន្នន័យជាខ្សែកង់ normal យើងអាចប្រើសម្រាប់ការវិភាគតទៀតធម្មតាយើងត្រូវ check អា normality ហ្នឹងមុនយើងធ្វើការវិភាគទិន្នន័យបែបតាម t-test ឬក៏ ANOVA អីប៉ុន្តែដោយសារ survey របស់លោកគ្រូអ្នកគ្រូភាគច្រើនត្រឹមតែ min អីចឹង check មើលក៏បានមិន check ក៏បានដែរតាមចិត្តចឹងតែសំខាន់បើយើង report ត្រឹមតែ min ក្នុងការស្រាវជ្រាវទេនេះ check តែប៉ុណ្្នេះមកហើយមក check នេះទៀតទេហើយ continue ហើយអូខេចឹងយើងបានតម្លៃ min ហើយនេះតែនេះ min មកសូចនាករមួយទេ SEI 1 SEI 2 SEI 3អីទេវាមិនមែនជា min របស់ SEI ទាំងអស់អញ្ចឹងធ្វើមិនទៅដើម្បីរកតម្លៃ min របស់ SEI ទាំងអស់បានគឺយើងចូល transform ហើយ compute variable មកអញ្ចឹងយើងចង់ដាក់តម្លៃ SEI ទាំងអស់អញ្ចឹងយើងបង្កើត variable ថ្មីមួយឈ្មោះ SEI ហើយយើងទាញយើងមកកន្លែងនេះសិនយើងដាក់ function ឲ្យវាគឺយើងយក min យើងហៅ min ចឹងនេះ min ចឹងយើងទាញនឹងចូលមកវា min ហើយនេះអញ្ចឹង SEI តម្លៃ min របស់ SEI 1ទាញចូលបន្តមក SEI ពីទាញចូលមកចឹងពីមួយទៅមួយថែមក្បៀសឲ្យវាផង SEI 3 SEI 4 SEI 5 SEI 6ចឹងអស់ហើយណា SEI ចឹងយើងចង់រកតម្លៃមធ្យមរបស់ SEI ចឹងមានប៉ុណ្ណឹងឲ្យវា compute អូខេចឹងពេលវា compute បានពេលយើងត្រឡប់មកមើលនេះតែនេះវា compute មួយហើយប៉ុន្តែយើងអាចត្រឡប់មកមើល data របស់យើងនេះចឹង data របស់យើងវានឹងបង្កើតក្បាលតារាងថ្មីមួយទៀតឲ្យយើងគឺ SEI តែដោយសារខ្ញុំធ្លាប់បានធ្វើឲ្យអស់ហើយនេះ SEI CC MSP DP ខ្ញុំបង្កើតអស់ link ហើយសម្រាប់ខ្ញុំចឹងវាមានហើយស្រេចអីចាំវាសួរខ្ញុំថាខ្ញុំបង្កើតថ្មីទៀតមែនចឹងយើងអាច descriptive ដដែលមិនហ្នឹងមកហើយយើងយកតែសូចនាករ SEI មកភាគយើងទាញនេះចេញមកវិញមកព្រោះយើងអត់ចង់បានមួយហ្នឹងទេយើងចង់បានសរុបថា SEI ជាសរុបសូចនាករហ្មងតម្លៃមធ្យមវាប៉ុន្មានខ្ញុំបាន compute មុនហ្នឹងហើយអញ្ចឹងយើងមើលទាំងអស់មក SEI CC MSP DP នេះសិតតែជាសូចនាករធំនៃការស្រាវជ្រាវរបស់ខ្ញុំអញ្ចឹងទាញចូលមកប៉ុន្តែអានេះមិនមែនសុកបានវាមកគ្រាន់ពេញតួលេខទេតែត្រូវ compute ដូចខ្ញុំធ្វើមុនហ្នឹងហើយបន្តមកអូខេព្រោះមុនហ្នឹងខ្ញុំចុចជ្រើសរើសឲ្យអស់ហើយនេះ self standard deviation អីណាចឹងអូខេមកពេលអូខេមកវាចេញឲ្យឃើញ SEI ស្ថិតិនេះមានអ្នកឆ្លើយសំណួរហ្នឹង226នាក់
អ្នកឆ្លើយទៀតបំផុតលេខ1ឆ្លើយបំផុតលេខ5វាអត់មានលេខលើសហ្នឹងអីចឹងមកថាតំណែងពេញវា scale យើងមាន5ឆ្លើយ5ចឹងវាអត់មានអីខុសទេហើយបន្តមកទៀតមានជាស្ថិតិជារួមមក SCI មានន័យថាបើវាស់ជាមធ្យមគឺបន្ទុករបស់វាគឺ 3.6 ខ្ពស់ដែរចិត្តគេហៅថារៀងចិត្តដល់agree ហើយចាតែមិនតាន់ agree ទាំងស្រុងទេដល់លេខ4มันចាប់ដើម agree ហើយ standard deviation សម្រាប់ report នៅក្នុងតន័យនេះគឺកម្រិតពីអ្នកសំណាក់មួយទៅសំណាក់មួយឆ្លើយឲ្យខ្ញុំកម្រិត 0.88 ចាអញ្ចឹងពី1ដល់5ហ្នឹងពីម្នាក់ទៅម្នាក់ឆ្លើយឃ្លាតគ្នា 0.88 ហ្នឹងសម្រាប់ចានេះបានតន័យនេះសម្រាប់យកទៅ report ទៅនេះ SEI មានប៉ុន្មានណាអញ្ចឹងអាចសន្និដ្ឋានចុងក្រោយមកអាចសន្និដ្ឋានបានថាបើយើងរកភាពជាអ្នកដឹកនាំនយោបាយឬក៏យើងរកសកម្មភាពបរិញ្ញាបើអានេះជាតម្លៃរបស់សកម្មភាពបរិញ្ញាពេលថាសកម្មភាពបរិញ្ញាហ្នឹងវារៀងខ្ពស់បន្តិចដែរវាចិត្តដល់លក្ខណៈល្អហើយមានថាការកែប្រែការងារបង្រៀនហ្នឹងកំពុងតែចាប់ដើមឈានខ្ពស់ដែរហើយវាមិនមែនអន់ទាំងស្រុងពេកទេហើយនៅក្នុងតម្លៃ SD ប៉ុណ្នេះអាហ្នឹងខ្ញុំគាត់ឧទាហរណ៍ឯងប៉ុន្តែបើលោកគ្រូធ្វើរឿងផ្សេងច្រើនផ្សេងតែឧទាហរណ៍ថានិយាយអំពីការរៀនកុំព្យូទ័រអញ្ចឹងបានន័យថាអូការបរៀនកុំព្យូទ័រហ្នឹងសិស្សបានចូលរួមរៀន3ចុចប៉ុណ្ណឹងចាបានចូលរួមប៉ុណ្ណឹងហើយយើងបកស្រាយតាមហ្នឹងមកអញ្ចឹងនៅក្នុងការសាជា survey ខ្ញុំមើលឃើញមានតែប៉ុណ្្នឹងទេតែបើសិនជាលោកគ្រូប្រើដល់ inferential statistics ត្រូវឆែក normality ហើយត្រូវធ្វើតាមជំហានបន្តទៀតតែវីដេអូខ្ញុំបដោតតែប៉ុណ្្នឹងអរគុណច្រើនជម្រាបលា